ទីទាំង8តំណាងឲ្យសមាជិកគ្រួសារតាមក្បួនហុងស៊ុយ Feng Shui និងប៉ាគូ Begia ទីទាំង8ត្រូវបានភ្ជាប់ជាមួយសមាជិកគ្រួសារនិងផ្នែករាងកាយផ្សេងគេជឿថាប្រសិនបើទីណាមួយរងឥទ្ធិពលអវិជ្ជមានដូចជាទីពិឃាតទីមានឆេឆៃឬមានកំហុសហុងស៊ុយធ្ងន់ធ្ងរអាចប៉ះពាល់ដល់សុខភាពឬសំណាងរបស់សមាជិកដែលតំណាងដោយទីនោះទីនិងសមាជិកគ្រួសារ1ខាងជើង North កូនប្រុសកណ្ដាល2ខាងជើងឈៀងកើត Northeast កូនប្រុសពៅ3ខាងកើត East កូនប្រុសច្បង4ខាងត្បូងឈៀងកើត Southeast កូនស្រីច្បង5ខាងត្បូង South កូនស្រីកណ្ដាល6ខាងត្បូងឈៀងលិច Southwest ម្ដាយ7ខាងលិច West កូនស្រីពៅ8ខាងជើងឈៀងលិច Northwest ឪពុកច្រកទ្វារមេឃាឧទាហរណ៍1បើទី Northwest មានថាមពលអវិជ្ជមានខ្លាំងអាចប៉ះពាល់ដល់ឪពុកឬបុរសជាមេគ្រួសារ2បើទី Southwest មានបញ្ហាអាចប៉ះពាល់ដល់ម្ដាយ3បើទី East មានឆេខៃឬកំហុសហុងស៊ុយអាចប៉ះពាល់ដល់កូនប្រុសច្បងទោះជាយ៉ាងណាក្នុងការវិនិច្ឆ័យហុងស៊ុយពិតប្រាកដមិនអាចមើលតែឧទ្ទិសពិឃាតមួយមុខបានទេត្រូវពិចារណាបន្ថែមអំពី1ផ្កាយហោះប្រចាំឆ្នាំ Flying Stars 2ទីអង្គុយនិងទីមុខផ្ទះ3បរិស្ថានខាងក្រៅ4ធាតុទាំង5អ៊ូឆេងក្នុងតារាងប៉ាជឺ5ថាមពលរបស់អ្នករស់នៅក្នុងផ្ទះដូច្នេះទីដែលរងឥទ្ធិពលអវិជ្ជមានអាចជាសញ្ញាមួយថាសមាជិកដែលតំណាងដោយទីនោះងាយជួបបញ្ហាសុខភាពប៉ុន្តែមិនមែនជាកត្តាតែមួយដែលកំណត់លទ្ធផលនោះទេសូមអរគុណ